ម្ដាយរបស់ពលរដ្ឋខ្មែរម្នាក់ដែលស្លាប់នៅភូមិព្រៃច័ន្ទដោយសារការបាញ់ប្រហាររបស់ថៃគឺលោកឌីណៃហៅកុសលកំពុងទាមទារយុត្តិធម៌ឲ្យកូនប្រុសអំឡុងពេលប្រារព្ធពិធីបុណ្យសពតាមប្រពៃណីកាលពីថ្ងៃទី13ខែវិច្ឆិកាយ៉ាងហោចណាស់ពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហាររបស់ទាហានថៃនៅភូមិព្រៃច័ន្ទដែលជាតំបន់ចំនួនឈរអោបរូបថតកូនបណ្ដើម្ដាយរបស់អ្នកស្លាប់ប្រកាសទាមទារយុត្តិធម៌សម្រាប់កូនប្រុសចាំបានធម៌ជួយកូនចៅខ្ញុំផងមិនធ្វើបាបជាប្រវត្តិជាងជាប្រវត្តិមិនដឹងអីទេខុសអីនិយាយគ្នាទៅមកចាំធ្វើយកកំភ្លើងមកដើរបាញ់អញ្ចឹងវាសមទេអ្នកភូមិព្រៃច័ន្ទម្នាក់ទៀតដែលស្ថិតនៅក្នុងហេតុការណ៍រៀបរាប់ដោយអះអាងពីការវាយប្រហារកាលពីថ្ងៃអង្គារដែលនាំឲ្យពលរដ្ឋខ្មែរ3នាក់ផ្សេងទៀតរងរបួសពួកយើងអត់មានតទេវាបាញ់មកយកrồiសរុបយកមកបដ ாய் យកបាញ់យកមកបដ ாய் ពួកយើងមានតអីអត់មានតទេពួកធានយើងអត់មានតដល់ទេបច្ចុប្បន្នអ្នករងរបួសទាំង3នាក់កំពុងទទួលបានការសម្រាកមើលថែនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញអ្នកភូមិព្រៃច័ន្ទជាច្រើនគ្រួសារផ្សេងទៀតត្រូវបានអាជ្ញាធរជម្លៀសចេញមកតំបន់សុវត្ថិភាពគួរជម្រាបថាហេតុការណ៍នេះបានកើតឡើងក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសថៃប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមនឹងវែកផ្លូវដោយសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីបន្ទាប់ពីករណីផ្ទុះគ្រាប់មីនរបួសទាហានថៃ